បាទសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញបងប្អូនអ្នកគ្នាអំពីរបៀប reset ខ្យល់កង់លេខ600ដោយសារឡាននេះគាត់3កង់ហើយគាត់យកទៅកន្លែងគេហើយគាត់សាប់កង់ហើយគាត់អត់បាន reset អញ្ចឹងទៅវានៅ load សញ្ញាខ្យល់កង់នៅលើ tableau អញ្ចឹងយើងត្រូវការ reset ដើម្បីឲ្យវាបាត់សញ្ញាខ្យល់កង់ហ្នឹងអញ្ចឹងដំបូងយើងចុចចូលកន្លែង setting របស់ឡានយើងហ្នឹងយើងឃើញ vehicle setting នេះយើងចុច OK មកហើយយើង scroll ចុះមកក្រោមមកឃើញកន្លែង TPWS ហ្នឹងយើងចុច OK យើងឃើញ set pressure ហ្នឹងយើងចុច hold ឲ្យជាប់ប្រហែលជា3 second ទៅ5 second ដើម្បី reset ខ្យល់កង់តែពេលយើងឃើញ set pressure exit ហ្នឹងមានន័យថាវាយើង reset បានហើយអញ្ចឹងនៅពេលវា load ផ្លឹបផ្លែតប្រហែលជា3ដងវានឹងបាត់ហើយនៅពេលវាបាត់ហើយយើងយករត់ប្រហែលជាថា2គីឡូ3គីឡូហ្នឹងវានឹង load ខ្យល់កង់បង្ហាញថាខ្យល់កង់យើងប៉ុន្មានគីឡូអញ្ចឹងគឺអូខេអញ្ចឹងតែប៉ុណ្្នឹងឯងអរគុណ